មួយខែទៀតនឹងកាន់ដៃគូនឹងរៀបការបែជាអកុសលត្រូវពាក្យលីជីវិតនៅក្នុងបេសកកម្មរបស់ខ្លួនមុននឹងចូលទៅដល់រឿងរ៉ាវនេះបន្តសម្រាប់បងប្អូនដែលមិនទាន់បានចុច follow នៅเพจរបស់ខ្ញុំបងប្អូនកុំភ្លេចជួយចុច follow ខ្ញុំមួយផងហើយសម្រាប់បងប្អូនដែលកំពុងតែស្វែងរកអាហារបំពន់ក៏ដូចជាវីដេអូមកពីសហរដ្ឋអាមេរិកបងប្អូនកុំភ្លេច check នៅក្នុង page ដែលខ្ញុំបានទម្លាក់នៅក្នុង comment ដែលជាផលិតផលខ្ញុំលក់ផ្ទាល់អរគុណបងប្អូនជូនពរបងប្អូននៅរកស៊ីមានបានព្រះប្រទានពរកាលពីថ្ងៃទី26ខែវិច្ឆិកាឆ្នាំ2025កន្លងផុតទៅនេះទីក្រុងហុងកុងប្រទេសចិនបានជួបសង្កនាដកម្មអគ្គីភ័យទ្រង់ទ្រីធំដ៏អាក្រក់មួយដែលបានលេបត្របាក់អគ្គី apartment ក្បែរៗគ្នា7ទៅ8ខូចខាតអស់រលីងទាំងស្រុងគិតមកដល់ពេលនេះតាមរបាយការណ៍ព័ត៌មានដែលបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមចំនួនអ្នកស្លាប់ដោយសារអគ្គីភ័យនេះបានកើនឡើងរហូតដល់94នាក់ខណៈ76នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរជាមួយគ្នានោះដែរប៉ូលីសក៏បានធ្វើការឃាត់ខ្លួនមនុស្សចំនួន3នាក់រួមមានប្រធានទទួលបន្ទុកខាងជួសជុលអគារចំនួន2រូបនិងទីប្រឹក្សានៃម៉ៅការម្នាក់ដែលសង្ស័យពីបទមនុស្សឃាតដោយរងការចោទប្រកាន់ថាបានប្រើប្រាស់សម្ភារៈមិនមានស្តង់ដារនិងបិទទ្វារបង្អួចជាមួយនឹង sticker ដែលងាយឆាប់ឆេះតាមប្រភពព័ត៌មានបានប្រកាសថានៅក្នុងចំណោមជនរងគ្រោះដែលបានបាត់បង់ជីវិតគឺមានអ្នកពលរដ្ឋអគ្គីភ័យម្នាក់ផងដែរដោយអត្តសញ្ញាណរបស់លោកត្រូវបានទម្លាយថាលោកមានឈ្មោះថា Huawei Ho អាយុ37ឆ្នាំលោក Ho ត្រូវបានប្រទះឃើញដួលសន្លប់បាត់ស្មារតីនៅកន្លែងកើតហេតុខណៈចូលជួយសង្គ្រោះពលរដ្ឋរងគ្រោះលោកត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗប៉ុន្តែជាអកុសលមិនអាចសង្គ្រោះបានលោក Huawei Ho ត្រូវបានបម្រើការងារនៅក្នុងនាយកដ្ឋានពលរដ្ឋអគ្គីភ័យរយៈពេល9ឆ្នាំមកហើយការពលីជីវិតនៅក្នុងបេសកកម្មសង្គ្រោះមនុស្សពីគ្រោះអគ្គីភ័យរបស់លោកគឺទទួលបានការចាប់អារម្មណ៍និងសម្ដែងក្តីអាណិតអាសូរជាពន់ពេកនៅពេលដែលដឹងថាលោកនឹងក្រុងចាប់ដៃគូដណ្ដឹងរបស់លោកដែលស្រឡាញ់គ្នា10ឆ្នាំរៀបការនៅខែក្រោយនេះតាមការបង្ហោះរបស់គូដណ្ដឹងរបស់លោកនៅលើបណ្ដាញសង្គមយើងបានហៅគាត់ថាវីរបុរសដែលបំពេញបេសកកម្មរបស់ខ្លួនបានយ៉ាងល្អរួមទាំងការសម្ដែងការកាន់ទុក្ខចំពោះការបាត់បង់ដៃគូជីវិតដ៏ក្លាហានរូបនេះ